របៀបក្នុងការកក់ PassApp Express ជ្រើសរើសការដឹកជញ្ជូនជ្រើសរើសប្រភេទយានយន្តជ្រើសរើសប្រភេទអីវ៉ាន់ចុចលើកាមេរ៉ាដើម្បីថតរូបអីវ៉ាន់ដែលត្រូវផ្ញើរួចចុចពាក្យយកហ្វូតូរួចចុចសញ្ញាគ្រីសបន្ទាប់មកសូមបញ្ចូលលេខទំនាក់ទំនងអ្នកទទួលបញ្ចូលឈ្មោះអ្នកទទួលទីតាំងប្រគល់អីវ៉ាន់ដោយបញ្ចូលឈ្មោះទីតាំងឬជ្រើសរើសទីតាំងនៅលើផែនទីរួចចុចបញ្ជាក់កន្លែងចុះរួចចុចពាក្យរួចរាល់បងប្អូនក៏អាចបន្ថែមកំណត់ចំណាំសម្រាប់អ្នកដឹកបានផងដែរបន្ទាប់មកសូមជ្រើសរើសវិធីទូទាត់រួចពិនិត្យការទូទាត់និងអាសយដ្ឋានចុចបញ្ជាក់ការកក់ជាការស្រេចសូមបងប្អូនរងចាំបន្តិចអ្នកដឹកនឹងមកដល់ក្នុងពេលបន្តិចទៀតនេះ